តែអ្នកគិតថា Andy Lau ធ្វើត្រឹមត្រូវឬទេដែលជ្រើសរើសលាក់ជីវិតគ្រួសារអស់ជាង20ឆ្នាំតែប្រិយមិត្ត Star Info ដឹងទេថា Andy Lau ធ្លាប់លាក់រឿងរៀបការរបស់ខ្លួនអស់រយៈពេលជាង20ឆ្នាំរហូតក្លាយទៅជាព័ត៌មានកក្រើកពេញអាស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍ Andy Lau គឺជាកំពូលតារាប្រុសដែលមានអ្នកគាំទ្ររាប់លានអ្នកនៅទូទាំងអាស៊ីដោយសារតែប្រជាប្រិយភាពដ៏ខ្លាំងរបស់លោកជីវិតឯកជនគ្រប់យ៉ាងតែងតែស្ថិតនៅក្រោមការចាប់អារម្មណ៍របស់សារព័ត៌មាននិងអ្នកគាំទ្រទោះបីជាយ៉ាងណាអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺលោកមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់អស់រយៈពេលជាច្រើនឆ្នាំដោយស្ងាត់នារីរូបនោះគឺ Carol Chu ដែលត្រូវបានគេចាត់ទុកថាជាមនុស្សសំខាន់បំផុតម្នាក់នៅក្នុងជីវិតរបស់លោកមូលហេតុដែល Andy Lau មិនបង្ហាញពីរឿងនេះជាសាធារណៈគឺដោយសារតែការចង់ការពារជីវិតឯកជនរបស់គ្រួសារនិងជៀសវាងពីការរំខានពីសារព័ត៌មាននៅសម័យនោះតារាល្បីៗជាច្រើនមានការព្រួយបារម្ភថាការបង្ហាញពីជីវិតគ្រួសារអាចប៉ះពាល់ដល់អាជីពនិងអ្នកគាំទ្ររបស់គេរហូតមកដល់ឆ្នាំ2009ព័ត៌មានអំពីអាពាហ៍ពិពាហ៍របស់លោកបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកនៅទូទាំងអាស៊ីមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថាកំពូលតារាដែលខ្លួនគាំទ្រអស់រយៈពេលជាច្រើនឆ្នាំបានរៀបការជាយូរមកហើយទោះបីជាមានការរិះគន់និងភាពចម្រូងចម្រាសមួយរយៈពេលក៏ដោយAndy Lau បានចេញមុខទទួលស្គាល់ការពិតនិងសុំការយោគយល់ពីសាធារណជនអ្នកគាំទ្រជាច្រើនក៏បាននៅតែបន្តគាំទ្រព្រោះពួកគេយល់ថាមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិរក្សាឯកជនភាពរបស់ខ្លួនសប្តាហ៍នេះ Andy Lau នៅតែត្រូវបានគេចាត់ទុកថាជាតារាដ៏គួរឲ្យគោរពម្នាក់នៅក្នុងវិស័យកម្សាន្តរឿងស្នេហាសម្ងាត់របស់លោកបានក្លាយទៅជារឿងរ៉ាវដ៏ល្បីមួយនៅក្នុងប្រវត្តិសាស្ត្រកម្សាន្តអាស៊ីនិងជាប្រធានបទដែលអ្នកគាំទ្រនៅតែនិយាយរហូតមកដល់សប្តាហ៍នេះតើអ្នកគិតថា Andy Lau ធ្វើត្រឹមត្រូវឬទេដែលជ្រើសរើសលាក់ជីវិតគ្រួសារអស់ជាង20ឆ្នាំសូមចូលខមមិននៅខាងក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំបានអានខមមិនរបស់ប្រិយមិត្តផង